គេវាយខ្ញុំនៅប្លន់ក្អែកខ្ញុំទៀតថ្ងៃនេះលេងប៉ុណ្ណឹងបានហើយស្អែកចាំលេងទៀតអូខេអាណាលេងជាមួយឯងអាក្មេងបិសាចមិញឯងថាម៉េចយើងថាអាក្មេងបិសាចណាចាឆាប់ទៅផ្ទះវិញអពីនេះបងយាមណាចាជាប់មិនត្រូវគេចេញពីដំណាក់នេះបានជាដាច់ខាតបានកុំនិយាយបណ្ដាសាឋានសួគ៌នឹងមិនអាចដោះចេញបានទេខ្ញុំអាចទេដឹងប្រហែលនេះជាវាសនារបស់ណាចាខ្ញុំព្យាយាមបញ្យល់អ្នកស្រុកកុំឲ្យរើសអើងណាចាតែពួកគេនៅតែមិនយល់ព្រមសោះរាល់ថ្ងៃខ្ញុំរបបទៅចាប់បិសាចគ្មានពេលអប់រំណាចាឲ្យបានល្អទើបរឿងខ្លាយទៅជាអញ្ចឹងតែគេសាពេលត្រឹម2ឆ្នាំទៀតទេលោកប្តីយើងចេញពីទីនេះទៅរកកន្លែងស្ងាត់រនៅចំគ្រួសារកុំដល់គេរហូតថ្ងៃនោះមកដល់ដែលស្អីយ៉ាងណាខ្ញុំក៏មានខុសដែរខ្ញុំសម្រេចចិត្តធ្វើជាគ្រូគេដើម្បីបង្រៀនគេមានគុណធម៌ចេះដឹងខុសត្រូវហើយខ្លាចជាអ្នកកំចាត់បិសាចដល់ខ្លាំងពូកែម្នាក់តែធ្វើអញ្ចឹងធ្វើអីសោះតែ2ឆ្នាំហ្នឹងមិនក៏យើងមិនអាចគេរស់ដល់រីករាយដូចក្មេងផ្សេងទៀតទេបងមិនចង់ឲ្យគេចេញទៅទាំងគ្មានការអប់រំទេបងមិនអញ្ចឹងទេទោះគេស្លាប់ក៏នៅតែស្ពាយឈ្មោះជាបិសាច